សួស្តីបងប្អូនថ្ងៃនេះខ្ញុំមានល្ហុងនេះគឺខ្ញុំយកទៅធ្វើម៉ាំល្ហុងបងប្អូនហើយខ្ញុំចាត់របៀបអញ្ចឹងហើយខ្ញុំបានច្របាច់ជាមួយនឹងអំបិលដើម្បីឲ្យវាទន់ហើយក៏បានលាងទឹកម្សៅទៀតរួចរាល់ដែរហើយបងប្អូនចង់កាត់រៀងមិនឬក៏ម៉ូតមិនស្អីបងប្អូនណាបងប្អូនណាខ្ញុំឈូសហើយខ្ញុំកាត់ធ្វើចេះទៅហើយក្នុងហ្នឹងក៏ខ្ញុំមានអង្ករលីងនេះកាន់ហើយគាត់ថាខ្ញុំលីងវាមិនសូវបានក្រហមទេបងប្អូនអើយហើយចំពោះម៉ាំល្ហុងនេះដែរលើកទី1ដែលធ្វើតែមិនដឹងថាជោគជ័យឬមិនជោគជ័យទេអញ្ចឹងហើយខ្ញុំបានដាំទឹកស្កររួចរាល់ដែរដាំទឹកស្ករហ្នឹងកូរវាឡើងពណ៌ក្រហមដើម្បីពេលយើងធ្វើម៉ាំទៅពណ៌វាស្អាតហើយសាច់ម៉ាំគឺខ្ញុំយកមកពីស្រុកខ្មែរអញ្ចឹងណាបងប្អូនហើយនេះគឺជារំដេងនេះគឺខ្ញុំយកពីស្រុកខ្មែរមកដល់យើងបានហាន់វាស្ដាយស្ដើងចឹងទៅដាក់ហាលវាក្រៀមដើម្បីយកមកនេះទៅយើងពេលស្លឬក៏យើងត្រូវការធ្វើអីទៅយើងមានស្រាប់ព្រោះអីម្ដេងស្រស់នៅស្រុកនេះថ្លៃហ៎បងប្អូនហើយបងប្អូនខ្លះគាត់ធ្វើម៉ាំគាត់ដាក់លាយជាមួយនឹងខ្ញីប៉ុន្តែខ្ញុំគ្រាន់តែដាក់លាយជាមួយនឹងម្ដេងហ្នឹងដើម្បីយកក្លិនហើយចំពោះម៉ាំហ្នឹងគឺបងប្អូនចង់ដាក់លាយម្ទេសចូលក្នុងម៉ាំឲ្យហើយក៏បានដែរតែខ្ញុំអត់បានដាក់ចូលព្រោះអីខ្លាចប្តីគាត់ហឺអញ្ចឹងយើងចាំថែមពេលក្រោយក៏បានដែរបងប្អូនហើយឥឡូវនេះគឺខ្ញុំបានដាក់អង្ករលីងចូលហើយនឹងរំដេងផងដែរហើយខ្ញុំអត់តាមបានដាក់ថែមអំបិលឬក៏ស្ករអីទៀតទេណាបងប្អូនពីព្រោះអីសាច់ល្ហុងនេះគឺខ្ញុំបានច្របាច់ជាមួយនឹងអំបិលម្សៅឲ្យខាត់វាប្រៃហើយចំពោះស្ករគឺខ្ញុំអត់បានដាក់ទេព្រោះអីស្ករយើងបានដាំទឹកស្ករវាបងប្អូនដាំទឹកស្ករដើម្បីយកមកច្របល់ជាមួយនឹងម៉ាំហ្នឹងណាអញ្ចឹងខ្ញុំកូរអញ្ចឹងទៅខ្ញុំនឹងញាត់ចូលកំប៉ុងចូលកន្លហើយនេះសាច់ម៉ាំត្រីចេះបងប្អូននេះខ្ញុំអត់ដឹងថាត្រីអីដែរទិញស្រុកខ្មែរមកទិញសាច់ម៉ាំសុតអញ្ចឹងណាហើយកូរវាចូលជាតិអញ្ចឹងទៅកូរវារៀងទៅបន្តិចអញ្ចឹងទៅចាំយើងដួសដាក់ចូលកន្លចាំមើលរយៈពេលប្រហែលថ្ងៃបានញ៉ាំឬក៏យ៉ាងម៉េចទៀតចាំខ្ញុំធ្វើវីដេអូបន្តប្រាប់បងប្អូនទៀតអញ្ចឹងណាបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំលើកទី1ដែរធ្វើម៉ាំល្ហុងមានម៉ាំនឹងយូរហើយប៉ុន្តែមិនដឹងថាយកទៅធ្វើអីចេះអត់បានថាត្រូវធ្វើអីច្បាស់លាស់អញ្ចឹងណាបងប្អូនតែរៀនធ្វើហើយនេះខ្ញុំរួចរាល់ហើយនៅក្នុងហ្នឹងគឺខ្ញុំបានដាក់តាម៉ាំហើយទឹកដាំទឹកស្ករដែលយើងបានដាំហ្នឹងហើយនៅល្ហុងហើយខ្ញុំបាន ABJ បន្តិចដែរ